ខ្ញុំសូមថ្វាយវន្ទាព្រះសាស្តាដ៏មានបុណ្យនិងសូមគោរពគុណគ្រាព្រះអង្គចុះចាងឋានមកចាំផ្ទៃមេត្តាស្រីស្រង្គាស្រស់កល្យានកាលនោះមហាជនបានសង្ឃសេមខ្សានព្រោះបារមីក្នុងថ្ងៃប្រហោះអាសាឍមាសាពេញបរមីក្នុងរកាជាចាំថ្មីសង្ឃសេរីដល់ជននាងកាលបានដំខែហើយព្រះគុណហើយកើតអង្គចានៅនីដងព្រឹក្សាឈ្មោះហៅថាព្រៃសាលវ័នក៏ក្រើងផែនផងសទ្ធាមានទេវតារាប់រយពាន់ស្ថិតនៅក្នុងតំបន់នៃអូសៀនលំភីនីឆ្នាំចពិសាងនីថ្ងៃសុកជាពេញបរមីនៃនោះព្រះចិនស្រីទ្រង់ប្រសូតឥតមានព្រួយកាលសិទ្ធធនខ្សត្រត្រាមានវស្សា15មួយបៃតាបានលើកស្ទួយអភិសេកនឹងស្រង្គានារីស្រស់កល្យានអ្នកផងបានស្គាល់គ្រប់គ្នាថាឈ្មោះនាងពំពីស្រស់សភាលើសលែងក្រៃកាលនោះក្នុងឆ្នាំឆ្លូវត្រូវថ្ងៃសៅរ៍មានសេងរីអាសានពេញបរមីក្សត្រាថ្លៃបានសុខខាងស្ដេចមានព្រះរាជបុត្របរិសុទ្ធភ័ក្រស្រស់ថ្លាគួរឲ្យព្រះរាជជាស្ដេចជំពាក់ចិត្តពេកក្រៃតែទ្រង់បានកាត់ផ្ដាច់ទ្រង់សម្រេចព្រះហង្សរតីថាត្រូវកាត់អាល័យពីបុត្រថ្លៃមួយគ្រាណាបើបីដាបានត្រាស់វិលរហាំងរកបុត្រាមកប្រងស្ងួនពំងារចាសង្សារណាបុត្រថ្លៃកាលនោះថ្ងៃប្រហោះក្នុងឆ្នាំថោះមានសេងរីអាសានពេញបរមីក្សត្រាថ្លៃចេញបព្វជិកាលបានបព្វជិហើយមិនប្រងើយខំអងសាធ្វើទុកខកិរិយាគ្មាននរណាធ្វើដូចឯងបានត្រាស់ឆ្នាំរកាភិសាខាពុទ្ធប៉ុណ្ណមីជាថ្ងៃព្រះចិនស្រីមានសេរីឈ្នះក្រុងមៀងត្រាស់ដឹងបានបែបានពីខែត្រង់ខ្នន់គ្នាប្រទេសនាប្រងបញ្ចវគិយានាកណ្ដាលដងព្រឹកព្រៃគឺក្នុងឆ្នាំរកាអាសាឍមាសាប៉ុណ្ណមីថ្ងៃសៅរ៍ព្រះចិនស្រីផ្ដើមពោលស្ដីធរទេងស្នាងក៏ជាថ្ងៃកំណើតសង្ឃបានកើតក្នុងលោកកាសាវាំងព្រះសាងស្តាមានរហូតដល់សពថ្ងៃនាថ្ងៃមួយនោះណាគួសោកាណាស់ម្ចាស់ថ្លៃគឺថ្ងៃព្រះចិនស្រីកាត់ប្រតិដាក់សង្ខាងគឺក្នុងថ្ងៃអាទិត្យឆ្នាំសាញ់ពិតមាសានៅចំពោះមុខមានាបាវាលចេតីបីខែកន្លងទៅមិនឈប់នៅយឺនយូរអីដល់ថ្ងៃព្រះចិនស្រីទ្រង់និព្វានចាកសង្ខាង
គឺក្នុងឆ្នាំនោះឯងមានការផ្សេងតែមានសាគឺខែពិសាខនាថ្ងៃអង្គារពេញបរមីដោយអំណាចអនុភាពដែលខ្ញុំក្រាមថ្វាយវន្ទានឹកគុណព្រះមុនីសូត្រប្រវត្តិព្រះសង្ឃស្ដាងសូមឲ្យសម្រេចបុណ្យដែលជាគុណល្អថ្លៃថ្លាអន្តលក្នុងសង្សារសូមប្រាថ្នាជួបបណ្ឌិតសូមជួបព្រះសេងអាជាសាស្តាដ៏ពិសិដ្ឋសូមចាំងធ្លុះធម៌ពិតសំដូចចិត្តប្រាថ្នា